ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើសម្លម្ជូរត្រីរ៉ស់ជាមួយនឹងពេញប៉ោះហើយនឹងផ្សិតផងដែរបងប្អូនចាំបងប្អូនដើម្បីបានម្ហូបមួយមុខនេះគឺយើងមានគ្រឿងផ្សំនេះគឺមានដូចជារំដេងគល់ស្លឹកគ្រៃហើយនឹងប្រហុកអំពិលទុំទឹកត្រីខ្ទឹមសចិញ្ច្រាំស្ករប៊ីចេងអំបិលហើយនេះគឺជាផ្នែកបន្លែហើយនេះគឺជាត្រីរ៉ស់របស់យើងផងដែរបងប្អូនខ្ញុំទិញមកយកអាធំយើងយកអាធំជាងគេអញ្ចឹងស្លោទៅវាមានរសជាតិឆ្ងាញ់បងប្អូនបន្តមកទៀតខ្ញុំមកដាំទឹកឲ្យមើលទៅរាងមើលទៅវាឃើញថាវាឡើងពុះល្មមហើយទឹកខ្ញុំបង់ស្លឹកគ្រៃហើយនឹងរំដេងហើយនឹងម្ទេសចូលដើម្បីកាត់ជាតិឆ្អាបហើយនេះគឺជាផ្នែកស្លឹកក្រូចសើចណាបងប្អូនដាក់ដើម្បីកុំឲ្យសម្រាប់ឲ្យយើងនឹងឆ្អាបយើងអាចកាត់បន្ថយជាតិឆ្អាបរបស់យើងបន្តមកទៀតខ្ញុំក៏បង់ស្វិតបញ្ជុលចូលព្រោះស្វិតបញ្ជុលវាជាផ្សិតដែលផ្សិតសំទោសជាផ្សិតដែរស្វិតចឹងហើយយើងដាក់វាមុនទៅបន្តមកទៀតយើងរងចាំទឹកមើលទៅវារាំងមកក្តៅល្មមហើយទើបខ្ញុំបង់ដុំខ្នុរម្ដុំដើម្បីបង្កើតរសជាតិបងប្អូនបន្តមកទៀតយើងឃើញថាពុះខ្លាំងហើយទើបខ្ញុំបង់ពេញប៉ោះចូលតែម្ដងបន្តមកខ្ញុំដាក់ត្រីនឹងចូលព្រោះត្រីយើងឃើញថាទឹកពុះទៅយើងដាក់ចូលទៅព្រោះក្បាលត្រីរៀងធំដែរបងប្អូនហើយត្រីធំដែរអញ្ចឹងវាមើលទៅសាច់ត្រីវាស្វិតណាបងប្អូនអញ្ចឹងខ្ញុំដាក់ចូលតែម្ដងទៅបន្តមកទៀតខ្ញុំថែមគ្រឿងយើងដូចទាំងស្រាប់ហើយដំបូងខ្ញុំបង់ប្រហុកមុនដើម្បីកាត់បន្ថយជាតិឆ្អាបរបស់សាច់ត្រីបងប្អូនយើងជ្រុំវាមកទៅខ្ញុំបានដាក់2ដុំដែរប្រហុកដាក់រាងគួរសមដែរបើយើងមិនដាក់រាងច្រើនទេគឺម្ហូបរបស់យើងគឺអត់មានរសជាតិដិតទេហើយណាមួយសម្លត្រីគឺកាត់បន្ថយឆ្អាបដែលយើងដាក់ប្រហុកណាបន្តមកទៀតខ្ញុំដាក់ខ្ទឹមចិញ្ច្រាំចូលស្ករចូលប៊ីចេងចូលនិងទឹកត្រីចូលចាបងប្អូនបន្តមកទៀតយើងទុកសម្លរបស់យើងទៅមកពុះបន្តិចទៀតទៅខ្ញុំបង់ទឹកអំពិលទុំចូលចាបងប្អូនបន្តមកទៀតយើងកូរឲ្យចូលជាតិគ្នាតែកុំកូរខ្លាំងណាយើងកូរល្មមថើទៅដើម្បីឲ្យជាតិនឹងចូលគ្នាជាមួយនឹងសម្លបន្តមកទៀតយើងរំងាស់សម្លប្រហែលជា5នាទីទៀតហើយយើងឃើញថាល្មមឆ្អិនល្មមហើយទើបខ្ញុំមកបង់សម្រាប់ព្រឹកហើយនឹងស្លឹកខ្ទឹមចូលតែម្ដងបងប្អូនហើយបងប្អូនអាចភ្លក់សាបឬប្រៃបងប្អូនអាចថែមគ្រឿងទៅតាមចំណង់ចំណូលចិត្តបងប្អូនចង់បានហើយម្ហូបរបស់យើងគឺឆ្អិនជាការស្រេចបងប្អូនអាចដួសដាក់ចានសម្រាប់បរិភោគបានផងដែរបងប្អូនម្ហូបមួយមុខនេះបងប្អូនអាចបរិភោគនៅពេលការចូលរួមមង្គលការគេធ្វើម្ហូបចាស់ទុំក៏ត្រូវដែរបងប្អូនហើយនឹងម្ហូបជួបជុំបងប្អូនសម្រាប់ធ្វើមនុស្សច្រើនគ្នាអញ្ចឹងណាបងប្អូនទៅរឿងមកពិធីបុណ្យទានផ្សេងផងដែរបងប្អូនពេលថ្ងៃរសៀលអីគេអាចធ្វើម្ហូបមួយមុខនេះផងដែរបន្ទាប់ពីធ្វើសម្លរួចរាល់ហើយយើងក៏បានបរិភោគហើយផងដែរឆ្លៀតពេលនោះដែរក៏ថ្ងៃនេះគឺជាថ្ងៃសៅរ៍ជាថ្ងៃសម្រាកបងប្អូនហើយគប់ជួននឹងថ្ងៃរបស់ខេត្តសៀមរាបគេប្រារព្ធធ្វើពិធីបង្ហោះខ្លែងខ្ញុំបានឆ្លៀតនំកូនទៅមើលគេបង្ហោះខ្លែងហើយក៏នំកូនបង្ហោះខ្លែងមកផ្លេតទៅបន្ទាប់ពីយើងបរិភោគអាហាររួចណាបងប្អូនសម្រាប់ការបង្ហោះខ្លែងនេះគឺគេបង្ហោះនៅថ្ងៃអាទិត្យមួយថ្ងៃទៀតចង់មានន័យថាសល់ពេលថ្ងៃនេះហើយនឹងថ្ងៃអាទិត្យមួយថ្ងៃទៀតបងប្អូនគេប្រារព្ធឡើងនៅខេត្តសៀមរាបបងប្អូនបងប្អូនណាចង់ទស្សនាបងប្អូនអាចទស្សនាបានគឺនៅសល់ពេលថ្ងៃហ្នឹងហើយនឹងថ្ងៃអាទិត្យបងប្អូនសម្រាប់កម្មវិធីដែលគេប្រកួតបង្ហោះខ្លែងគឺគេប្រកួតបង្ហោះខ្លែងប្រហែលជាម៉ោង2គេចាប់ផ្ដើមប្រកួតដែរបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនាសូមបងប្អូនកុំភ្លេចជួយចុច like និងជួយចុច subscribe ដល់វីដេអូរបស់នេះខ្ញុំផង